ថ្ងៃនេះយើងរៀនវិធីបញ្ចូល AutoClaw នៅក្នុងម៉ាស៊ីន Apple ដំបូងយើងបើក website autoclaw.z.ai បន្ទាប់មកទៀតយើង download នៅករណីនេះម៉ាស៊ីនរបស់ខ្ញុំ Mac M series នៅពេលយើង download ចប់ហើយយើងបើក AutoClaw នេះដើម្បី set up វានៅករណីនេះយើងទាញ application AutoClaw មកក្នុង folder application បន្ទាប់មកយើងបើក AutoClaw បន្ទាប់មកយើងត្រូវ log in ជាមួយនឹង Google account របស់យើង confirm I'm not a robot log in ជាមួយនឹង Google account continue បើក AutoClaw បន្តមកទៀតយើង agree ជាមួយនឹងលក្ខខណ្ឌរបស់ AutoClaw បើសិនជាមាន referral code យើងបញ្ចូល referral code ដើម្បីទទួលបាន credit បន្ថែមបើអត់មានទេយើងចុច no នេះគឺជាបន្ទុកឬហៅ credit សម្រាប់ប្រើ AI របស់យើងបន្ទុកនៅ credit នេះអាចទទួលបានដោយឥតគិតថ្លៃរៀងរាល់ថ្ងៃពីក្រុមហ៊ុន Z.ai ដែលយើងគ្រាន់តែចុចលើ daily check in ឬក៏ inspiration ឃើញនេះខ្ញុំកើនបានបន្ទុកថែមទៀតហើយដោយសារគ្រាន់តែចុចទៅលើ link អំបញ្ញវិញដូច្នេះជារៀងរាល់ថ្ងៃគឺយើងអាចទៅ check in នៅកន្លែងនេះបានដើម្បីទទួលបានបន្ទុកនេះគឺប្រើប្រាស់នៅពេលដែលយើងប្រើ AI គឺវាកាត់បន្ទុកនឹង AI របស់យើងគឺមាន model 2គឺ model GLM 5.2 និង model GLM 5 Turbo យើងក៏អាច add បន្ថែមនៅ model ដទៃទៀតផងបានដែរឥឡូវនេះយើងសាកសរសេរពាក្យមួយសួស្តីអញ្ចឹងនៅពេលដែលយើងសរសេរនេះគឺ AI យើងចាប់ដើមធ្វើការក្នុងករណីនេះគឺ AutoClaw បានជ្រើសរើស model 1 automatic នៅទីនេះ automatic ហើយនឹងធ្វើការឆ្លើយជាមួយយើងបន្ទាប់ពីបានសួរហើយបាទអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ AI សួរឬក៏ប្រើ AI ធ្វើអ្វីមួយវានឹងកាត់បន្ទុករបស់យើងចេញបន្ទុកយើងអាចមើលបាននៅកន្លែង setting នេះជាកន្លែង setting អញ្ចឹងចាប់ពីពេលនេះទៅនៅពេលយើងនិយាយអំពីពាក្យថា setting គឺយើងចុចនៅកន្លែងនេះហើយនៅទីនេះយើងមើលឃើញពាក្យ credit និងពាក្យ usage credit យើងមើលតើយើងបានប្រើប្រាស់ credit អស់ប្រមាណហើយ usage នេះគឺយើងប្រើប្រាស់ AI អស់ token ប្រមាណអញ្ចឹងក្នុងករណីនេះយើងបើកនៅក្នុងcredit នេះទៅយើងឃើញចំនួន credit ដែលយើងនៅសល់ហើយ credit ដែលយើងបានប្រើប្រាស់ហើយ usage នេះយើងមើលឃើញថាតើយើងបានប្រើប្រាស់ model អ្វីខ្លះហើយប្រើប្រាស់អស់ប្រមាណ message ហើយប្រើប្រាស់អស់ប្រមាណ token ជាសមាជិករបស់ AI Club Cambodia យើងអាចទទួលបាន credit ប្រើប្រាស់ដោយឥតគិតថ្លៃចូលទៅក្នុង website សមាជិកភាពរបស់យើងនៅក្នុង website នេះយើងរៀនបានមួយជីវិតមាន skill ជាច្រើនដែលអនុញ្ញាតឲ្យយើងរៀនមានកន្លែងមួយគឺជាកន្លែងដែលយើងហៅថា Open Tiny LLM Tiny LLM គឺជាសេវាមួយសម្រាប់សិស្សប្រើឬក៏សម្រាប់សមាជិកប្រើនៅពេលយើង log in Tiny LLM គឺយើងមាន interface តើយើងប្រើប្រាស់ LLM អស់ប្រមាណបាទ request 7ថ្ងៃនឹងអស់ប្រមាណភាគរយហើយយើងបានបង្កើតរូបភាពបានចំនួនប្រមាណអញ្ចឹងកន្លែងសំខាន់គឺយើងទៅបង្កើត key យើងអាចបង្កើត API key ចំនួន10 API key សម្រាប់យកមកប្រើប្រាស់ជាមួយនឹង app របស់យើងឥឡូវនេះខ្ញុំបង្កើត API key មួយឈ្មោះ AutoClaw ដល់ពេលខ្ញុំចុច create key វានឹងរុញទៅកាន់ key មួយនេះជា API key ដែលខ្ញុំ select ហើយខ្ញុំអាច control C បានដើម្បីយកទៅប្រើប្រាស់ជាមួយនឹង AutoClaw របស់យើងហើយ API key នេះគឺយើង access បានមាន model ច្រើនដែលយើងយកមកប្រើថ្ងៃនេះយើងនឹងប្រើ model មួយគឺ model coding model អញ្ចឹងដើម្បី configure យើងចូលមក AutoClaw របស់យើងនៅកន្លែង setting នេះ setting យើងចូលមក model និង API នៅក្នុង model API គឺយើងមានកន្លែង add custom model យើង add custom model កន្លែង provider យើងយកមក custom model ID យើងមិញគឺ coding model name របស់វាគឺ provider យើងឈ្មោះ Tiny LLM
ហើយ API key យើង pass មិញហើយ AI protocol គឺ OpenAI ហើយ base URL គឺ https://tinylm.inmin.com/v1 token context របស់យើងមិញគឺ50,000ពេលយើងចុចលើ connect test នៅកន្លែងនេះយើងមើលឃើញថា test successful អញ្ចឹងពេលនេះយើងអាចចុចលើ add ធ្វើរបៀបនេះគឺយើងជោគជ័យនៅក្នុងការភ្ជាប់ LLM model សម្រាប់ប្រើប្រាស់ជាមួយនឹង AutoClaw របស់យើងអញ្ចឹងពេលយើងចុចលើ back ហើយនៅក្នុង chat ណាមួយយើងអាចចុចលើ model ហើយយើងឃើញមាន model ថ្មីឈ្មោះ Tiny LLM អញ្ចឹងយើងអាច switch មកប្រើប្រាស់ Tiny LLM បានយើងឃើញនេះទេហើយយើងអាចធ្វើការសន្ទនាឬក៏បញ្ជាឲ្យធ្វើការងារផ្សេងៗទៀតឲ្យយើងបានឥឡូវយើងសាកល្បងនៅក្នុងការប្រើ Tiny LLM model របស់យើងដើម្បី process នៅក្នុង AI សំណួរមួយនេះជាសំណួរដែលខ្ញុំសួរមក AutoClaw ប៉ុន្តែដោយសារ AutoClaw ប្រើប្រាស់ OpenClaw ដូច្នេះខ្ញុំសួរជាលក្ខណៈ OpenClaw តែម្ដងសូមជួយណែនាំខ្ញុំអំពីរបៀបប្រើប្រាស់ OpenClaw សម្រាប់អ្នកចាប់ផ្ដើមដំបូង Beginner Guide សូមចែករំលែកចំណុចដូចខាងក្រោមតើ OpenClaw ជាអ្វីហើយវាអាចជួយអ្វីបានខ្លះជំនាញមុខងារមូលដ្ឋានទាំង5ដែលអ្នកថ្មីគួរដឹងរបៀបសរសេរការណែនាំរហ័សរកឲ្យបានត្រឹមត្រូវដើម្បីទទួលបានលទ្ធផលល្អពី OpenClaw កំហុសឆ្គងទូទៅដែលអ្នកចាប់ផ្ដើមដំបូងគួរជៀសវាងអញ្ចឹងដល់ពេលដែលខ្ញុំផ្ញើសំណួរនេះទៅ AutoClaw របស់យើងបានធ្វើការពិចារណាដោយប្រើប្រាស់ Tiny LLM model មានន័យថា credit នេះអត់បានកាត់ទេយើងអត់បានកាត់ទេដោយសារយើងអត់បានប្រើ model GLM ដែលជា model របស់ ZAI ទេអញ្ចឹងសមាជិករបស់ Tiny LLM គឺទទួលបាន model ឬក៏ AI ប្រើប្រាស់ដោយអត់គិតថ្លៃពេញមួយឆ្នាំដើម្បីក្នុងការរៀនហើយមានមេរៀនសម្រាប់ឲ្យរៀនបានពេញមួយជីវិតនៅក្នុងក្លឹប LMS ដែលជា portal សមាជិករបស់ AI Club Cambodia នេះគឺជាចម្លើយរបស់ OpenClaw របស់យើងដែលប្រើ Tiny LLM សួរសំណួរបង្កើតជាមេរៀនដើម្បីឲ្យយើងរៀនដំណាក់កាលដំបូងអញ្ចឹងបើយើងក៏លេចមើលគឺមេរៀននេះគឺសរសេរជាភាសាខ្មែរមានលក្ខណៈងាយស្រួលក្នុងការរៀនហើយវាអាចធ្វើឲ្យបានខ្លះឆ្លើយសារពី channel មួយទៅសេពី Telegram ហើយទទួលបានចម្លើយជាបន្ទាន់ពី AI ហើយមានចម្លើយជាច្រើនទៀតដែលសមាជិករបស់យើងអាចរៀនបានចេញពីសារមួយនេះដែលយើងគ្រាន់តែសរសេរតាម prompt ដែលខ្ញុំឲ្យដូច្នេះហើយយើងសម្គាល់ថាវាជាការជោគជ័យមួយនៅក្នុងការសួរនិងឆ្លើយហើយបើយើងចង់ដឹងថាតើសំណួរចម្លើយនឹងប្រើ Tiny LLM អស់ប្រមាណយើងអាចមកមើលកន្លែង settings មើលកន្លែង usage ហើយយើងឃើញថាប្រើអស់ច្រើនមែនតើtoken របស់ Tiny LLM យើងក៏អាចមកមើលវិញដែរតាមរយៈ website Club LMS យើងគឺយើងមើលតាមនៅខាងនេះគឺប្រើប្រាស់អស់ 16% នៃ allowance សម្រាប់5ម៉ោងហើយមួយសប្តាហ៍ allowance គឺប្រើអស់តែ2% ទេហើយបើសិនយើងចុច open Tiny LLM នៅក្នុង dashboard របស់ Tiny LLM ក៏យើងមើលឃើញ detail របស់វាដែរគឺយើងប្រើអស់ 16% ហើយសល់មក3ម៉ោង43នាទីទៀតវានឹង reset មក 0 វិញអនុញ្ញាតឲ្យយើងបានប្រើថែមទៀតក្នុងរយៈពេល7ថ្ងៃនេះគឺសល់6ថ្ងៃ22ម៉ោងទៀតដើម្បីវា reset ទៅ 0 វិញឥឡូវនេះយើងប្រើអស់ 2% នេះគឺជាព័ត៌មាន detail នៃការប្រើប្រាស់នៃ token របស់យើងដូច្នេះហើយចូលជាសមាជិករបស់ AI Club Cambodia គឺទទួលបាន resource ប្រើប្រាស់ free ហើយនឹងមានជំនាញនៅក្នុងការរៀនផ្សេងឧទាហរណ៍ថានេះជាមេរៀនដំណើរការឥឡូវវាឲ្យទៅរៀនមេរៀននេះមុនសិនបាទអញ្ចឹងនេះជាមេរៀនដើម្បីដឹងថាតើ Telegram ID យើងមានលេខប្រមាណបាទរៀនចប់យើងចុចលើ mastery នេះទៅហើយយើងទៅរៀនមេរៀនបន្តទៀតការបង្កើត Telegram bot នេះគឺជាមេរៀនទី1របស់យើងសមាជិកទាំងអស់អាចមើលវីដេអូហ្នឹងហើយអនុវត្តបានយើងនឹងជួបគ្នានៅមេរៀនទី2បន្តទៀតសូមអរគុណ